ជាបរដ្ឋក៏ប៉ុន្តែចុងក្រោយមកមានគេមកបិទហើយចុងក្រោយមករយៈមកដូចជាមួយថ្ងៃនេះលោកដូចជាមួយថ្ងៃក្រោយមកគឺមន្ទីរស្ថាប័នគាត់ចេញលិខិតមកឲ្យគាត់រកទទួលទានបាននេះអមែរកទទួលទានទទួលតាមព្យាបាលពីអ្នកជំងឺដែលបានមកចូលរួមធម្មតាអញ្ចឹងណាអញ្ចឹងថ្ងៃនេះក្នុងនាមសមាគមគ្រូឱសថបុរាណកម្ពុជាហ្នឹងខ្ញុំមកលើកទឹកចិត្តគាត់ទេគាត់ក៏ជាគ្រូបុរាណខ្ញុំជាគ្រូបុរាណក្រោយពីមន្ទីរស្ថានភាពខេត្តកំពង់ធំអនុញ្ញាតឲ្យគាត់ពួកខ្ញុំសប្បាយចិត្តណាបាទពីព្រោះគាត់ព្យាបាលជូនប្រជាពលរដ្ឋដោយអត់មានយកកម្រៃទេខ្ញុំស្ដាប់ឮតែអ្នកសម្ភារមកថាខ្ញុំថាឡើយយកលុយសូម្បីតែនៅពេលដែលមានអ្នកក្រីក្រអត់លុយក៏គាត់ជូនលុយទៅគាត់យកដែរអត់អីទេមិនគាត់ឲ្យតាមសទ្ធាបាទនេះជំរាបផងគឺមកជួបគាត់ប្រមាណឲ្យប្រមាណគាត់យកប៉ុណ្ណឹងហ្នឹងបាទអញ្ចឹងតាមរយៈការស្ដាប់ផ្លុំក៏ដូចជាគាត់ផ្សំថ្នាំឲ្យពិសាទៅបងប្អូនទាំងអស់គ្នាបានជាបានធូរបានស្បើយអញ្ចឹងជាការចូលរួមរបស់បងប្អូនកន្លងមកនេះសំខាន់មែនទែនសំខាន់ត្រង់ថាបើសិនជាគុំមានបងប្អូនគាត់ក្រគាត់ពិបាកឃើញទេមូលហេតុនេះបងប្អូនគាត់ក្រដោយសារសកម្មភាពរបស់គាត់ជួយយើងអត់គ្នាមិនអញ្ចឹងកាលណាទៅជួយយើងឲ្យជាយើងមិនគ្រប់គ្រងគាត់នៅពេលដែលយើងគ្រប់គ្រងឃើញខាងមន្ទីរស្ថាប័នក៏ដូចជាខាងពេទ្យគាត់អនុញ្ញាតឲ្យយើងធ្វើកិច្ចការងារហ្នឹងឃើញទេជូនដល់ប្រជាពលរដ្ឋខ្ញុំថាបើសិនជាលពូនៅពេលដែលមានប្រជាពលរដ្ឋតវ៉ាសូមឲ្យព្យាបាលតទៅទៀតហ្នឹងហើយខាងមន្ទីរគេអនុញ្ញាតខ្ញុំគិតថាលពូច្បាស់ជារកកន្លែងដាក់ភូមិអញ្ចឹងស្អីដែលខ្ញុំបានគិតវាអញ្ចឹងមែនបាទអញ្ចឹងមែនខ្ញុំបាទខ្ញុំខលមកគាត់ព្រឹកមិញគាត់ថាអូលោកគ្រូមួយច្ហូតណាស់មកពេញទឹកពេញដីបាទអញ្ចឹងនេះជាតាមបកគលថតអោណាថតជាថតសមាគមតោសរសើររបស់គាត់ហ្នឹងបាទហ្នឹងយើងទៅឃើញគេមកអញ្ចឹងលពូខ្ញុំជម្រាបជូនគាត់ថាបាទនេះសុំត្រាសមាគមគ្រូកម្ពុជានេះលោកគ្រូឈប់ហ្នឹងដូចលោកគ្រូចឹងចង់និយាយថាព្យាបាលរបស់ប្រជាពលរដ្ឋដូចគ្នាក៏ប៉ុន្តែកន្លងមកនេះដោយសារគ្រូយើងនៅម្នាក់ដាច់ដោយឡែកអញ្ចឹងហើយបានសមាគមរួមគ្នាដើម្បីបង្កើតជាសមាគមមួយឃើញទេលោកគ្រូនៅតែម្នាក់ឯងនៅនេះខ្ញុំនៅពេញនោះអ្នកគ្រូនោះនៅតាមខេត្តនេះឥឡូវគ្រូចងគ្នាលោកគ្រូហាសរិទ្ធនេះគាត់នៅកំពង់ធំបងប្អូនគាត់ស្គាល់គាត់ទេនេះបាទគាត់លោកថាខ្មែរបាទគាត់ជាប្រធានសាខាសមាគមគ្រូឱសថបុរាណកម្ពុជានឹងនៅខេត្តកំពង់ធំបាទនៅខេត្តកំពង់ធំបាទអញ្ចឹងបច្ចុប្បន្នគាត់នៅក្នុងផ្សារកំពង់ធំនេះបាទអញ្ចឹងលោកគ្រូស្គាល់គាត់ផងគាត់មេហ៎បាទឯមេស្គាល់កូនចៅដែរទេគាត់ដាក់ល្អទៅអីស្អីដែរនេះអូមានជាតិអាតែតាបានមកប្រទេសសន្តិបានលេងតោចបាទសบายចិត្តពេកគ្រូសบายចិត្តពេកនៅពេលលោកគ្រូជាបានជាប្រវត្តិជាហើយប្រជាប្រដ្ឋជួយគាំទ្រខ្ញុំសบายចិត្តមែនទែនសบายចិត្តដល់ថាមន្ទីរស្ថាប័នគេអនុញ្ញាតឲ្យលោកគ្រូវិញបាទចឹងអាអនុញ្ញាតឲ្យលោកគ្រូបានតែគ្រូឱសថបុរាណទូទៅដែលគាត់ព្យាបាលបងប្អូនគាត់មានទឹកចិត្តចឹងថ្ងៃនេះសមាគមគ្រូឱសថបុរាណកម្ពុជាសូមជូនលិខិតថតភាសាដល់លោកគ្រូបាទទៅពីនោះនេះមកខាងនេះមកខាងនេះមកគាត់នេះមកសូមចឹងគាត់ទៅសុំថតដែរលោកគ្រូជួយចឹងបាទបកលុយជួបបច្ច័យបានជួយណាជំនួយចូលរួមមេ